សួស្តីអ្នកទាំងអស់គ្នាសកលមកកាន់ការសម្ដែងរឿងរបស់ Admin Onami វិលមកជួបជាមួយនឹង Admin សាច់ថ្មីជាមួយនឹងការសម្ដែងរឿង anime ដែលមានចំណងជើងថា មេថ្ម Introvert បន្តពីភាពមុន Louis បានមកដល់ហើយនិយាយទៅកាន់ Monica ថាធម្មពលរបស់នាងអស់លីងអីទាំងដែលនាងគឺជាអ្នកដែលធ្លាប់បង្ក្រាបនាគជាច្រើនក្បាលមកប៉ុន្តែធម្មពលរបស់នាងមិនដែលអន់ចឹងទេម្ដងនេះពិតជាចម្លែកចិត្តខ្លាំងណាស់ហើយចុះក្មេងស្រីម្នាក់ហ្នឹងជាអ្នកណា Casey បានប្រាប់ថាខ្ញុំគឺជាសត្រូវខ្ញុំគឺជាឃាតករដែលមកលួចធ្វើឃាតរីបត្រា Louis បានប្រាប់ឲ្យនាងបកស្រាយមកនាងបានប្រាប់ថាមានអណ្ដាតភ្លើងនៅឃ្លាំងរីបត្រាទី2នៅទីនោះហើយកំពុងតែធ្វើការជញ្ជូនកម្មជ្រួចទើបបានជេរនាងខ្ចីធម្មពលពីរបាំងព្រំដែនរបស់ Louis មកជួយធ្វើឲ្យពួកយើងឈ្នះ Louis គេខំដាក់សម័យការបោកបញ្ឆោតហើយនាងនៅតែដោះស្រាយបានហើយនៅមានអន្ទាក់របស់មេធ្មប់បាឡាទៀត Monica បានប្រាប់ថាខ្ញុំបានក៏ហៅស្ដេចរាជទោះបីដូច្នោះ Louis គេមិនបានអន់ទេគេខំបោកបញ្ឆោតដាក់សម័យការជាច្រើនតែនាងនៅតែដោះបានទៀតនាងបានប្រាប់ថា Louis ដឹងច្បាស់ថា Monica ប្រកែកកណិតតែមិនមែនសម័យការគេអន់ទេទម្រាំនាងមើលឃើញចំណាយពេលឡើង1នាទី Louis មើលមកនាងឲ្យសួរថា1នាទីវាយូរសម្រាប់នាងហើយមែនអត់ពេលនេះគេយកពីស្ថានភាពនៅពេលនេះច្បាស់ហើយបើសិនជាមានលើកក្រោយមានអ្នកចង់មកដល់សម័យការគេទៀតមនុស្សដំបូងដែលគេសង្ស័យគឺនាងមេធ្មប់ស្ងប់ស្ងាត់គេកំពុងតែចាប់ខ្លួនរបស់ Casey ទៅ Monica ព្រួយបារម្ភពី Casey ណាស់ទើបសួរថាចឹងគេនឹងធ្វើមិនដាក់ Casey ទៅ Louis ប្រាប់ថាយើងត្រូវតែចាប់ខ្លួននាងទៅសួរចម្លើយថាមានអ្នកណាពាក់ព័ន្ធនឹងរឿងនេះខ្លះបើសិននាងមករឿងគេអាចនឹងប្រើវេទមន្តដើម្បីឲ្យនាងប្រាប់ការពេទ្យការដែលត្រូវវេទមន្តគេហើយធ្វើឲ្យយើងផ្ដល់ចម្លើយមកទាំងដែលយើងមិនដឹងស្មារតីវាអាចនឹងល្អជាងពេលនេះក៏ថាបានដែរតើអ្នកដែលលួចធ្វើឃាតខ្សែរាជវង្សគឺត្រូវប្រហារជីវិតពេលខ្លះកាលដែលនាងមិនភ្ញាក់ឬមិនដឹងស្មារតីគឺជាអ្វីមួយដែលល្អជាង Monica បានសួរ Louis ថាគេនៅខាងរាជបុត្រទី1មែនអត់ Louis បានសួរនាងថាកើតអីមែនតែនាងក៏បានប្រាប់ឲ្យគេឆ្លើយសំណួរនាងមកតែគេប្រាប់ថាគេនៅខាងរាជបុត្រាទី1ព្រោះតែគេធ្លាប់រៀនជាមួយនឹងរាជបុត្រាទី1តែនេះវាគ្រាន់តែចលេះទេតាមការពិតនោះគេមិនចូលចិត្តរាជបុត្រាទី2ដូចជា Felix Monica បានប្រាប់ថា Casey ក៏មកពី Lendor ដែរជាស្រុកកំណើតព្រះមាតារបស់រាជបុត្រាទី1ដូច្នេះហើយនាងចង់បិទបាំងរឿងនេះមិនចង់ឲ្យរឿងនេះបែកធ្លាយចេញទៅខាងក្រៅព្រោះខ្លាចថាមានទំនាស់ទាស់ទែង Louis បានប្រាប់ថាមនុស្សដែលមិនចាប់អារម្មណ៍រឿងសង្គ្រាមខាងនយោបាយដូចជានាងមកព្រួយបារម្ភដល់រឿងនេះដែរហើយនៅមកសុំវល់គេទៀតផងនាងខូចណាស់តែនៅហើយចោះគេធ្វើដោយរឿងនេះមិនដែលធ្លាប់កើតឡើងពីមុនមកក៏បានតាមការពិតទៅមេដារបស់បុត្រាទី1ក៏មិនបានចាប់អារម្មណ៍រឿងរាជបល្ល័ង្កដែរមេដាចូលចិត្តភាពស្មោះត្រង់មិនចូលចិត្តការលួចធ្វើឃាតអញ្ចឹងទេតែក៏នៅមានអ្នកគ្រប់គ្រងរាជបុត្រាទី1ដែលធ្វើរឿងឈួតអញ្ចឹងក្នុងការទៅលួចធ្វើឃាតម្ខាងទៀតបើសិនរាជបុត្រាដឹងទ្រង់ប្រកាសជាខូចចិត្តមិនខានគេកំពុងតែនាំ Casey ទៅដាក់ទោសតែ Monica ប្រាប់ថាខ្ញុំចង់ឲ្យវាមានរឿងបែបនេះកើតឡើងទេនាងបានយំសម្រាប់ទឹកភ្នែកទៅបាន Louis ប្រាប់ថាគេយល់ហើយបើសិន Casey ព្រមនិយាយការពិតនោះគេមិនប្រើវេទមន្តដាក់នាងទេហើយនឹងនាំនាងទៅបួសធ្វើដូនជីមកឲ្យពាក់ព័ន្ធនឹងពិភពលោកខាងក្រៅទៀត Monica បានអោនគោរពអរគុណទៅកាន់ Louis ឃើញច្បាស់នឹងភ្នែកថា Monica នាងដាក់ចិត្តដល់ថ្លើមទៅហើយកុំភ្លេចឲ្យសោះ Monica នាងគឺជាម្នាក់ក្នុងចំណោមអច្ឆរិយៈទាំង7នាងមានឈ្មោះថា Monica Everett Monica Notan គឺជាឈ្មោះคล้ายៗទេកុំដាក់ចិត្តខ្លួនឯងតលេងខ្លាំងពេក Louis បានប្រាប់ឲ្យរៀននាំ Casey ទៅគេសុំខ្លួនទៅរៀបចំរបាំងព្រំដែនគេសិនមុននឹង Casey ត្រូវបានគេនាំខ្លួនទៅនាងបានប្រាប់ Monica ថានាងមិនអរគុណហើយក៏មិនសុំទោសដែរព្រោះអ្វីដែលនាងបានធ្វើនាងគិតច្បាស់ហើយតែអ្វីដែលចង់សុំទៅកាន់ Monica សុំភ្លេចរឿងរបស់នាងភ្លេចវត្តមានរបស់នាងហើយ Monica មិនគួរធ្វើមុខបែបនោះដាក់សត្រូវទេ Monica យំយាយខ្លាំងមែនទែន Casey លាសិនហើយ Monica ហើយបំភ្លេចខ្ញុំទៅគិតថាខ្ញុំមិនដែលមាននៅលើលោកនេះមុននឹងឲ្យរៀននាំខ្លួននាងទៅហើយប្រាប់ទៅកាន់ Monica ជាលើកចុងក្រោយថាមានរឿងមួយដែលត្រូវសុំទោស Monica ដែលធ្លាប់សន្យាថានឹងមករៀន Monica ជាសេះដោយខ្លួនឯងសុំទោសផងដែលមិនអាចធ្វើតាមសន្យាមុននឹងរៀននាំខ្លួនរបស់ Casey ចាក់ចេញទៅ Monica យំខូចចិត្តខ្លាំងមែនទែន Louis បានប្រាប់ថាគេកំពុងតែរវល់រឿងរបាំងព្រំដែននាងគួរតែលាក់អារម្មណ៍ខ្លួនឯងខ្លះទៅមិនគួរបង្ហាញអារម្មណ៍របស់ខ្លួនឯងចេញមកអស់អញ្ចឹងទេគេបានយកកណាត់ជូតមុខឲ្យនាងប្រាប់ថាកណាត់នេះភរិយារបស់គេទិញឲ្យនៅថ្ងៃខួបកំណើតរបស់គេនាងប្រើរួចហើយបោកឲ្យស្អាតផ្ញើទៅឲ្យគេវិញផងនៅខាងរាជបុត្រាវិញបានហៅ Wilden បានប្រាប់ថាញាតិរបស់ខ្ញុំវាបានប្រាប់ថាមានអ្នកក៏ហៅវិញ្ញាណស្តេចរៈនៅឧទ្យានចាស់រាជបុត្រាចាំបានថា
ថានៅវិសៀនចាស់មានការបង្កើតរបាំងព្រំដែនឡើងមកផងដែរគេទៅដល់ហើយបានពួនមើលឃើញលូអ៊ីសកំពុងតែរអ៊ូងើងម្នាក់ឯងថារបាំងព្រំដែនរបស់គេមិនបានសឹកទេមិនចង់ជឿសោះថានាងបានកោះហៅវិញ្ញាណស្ដេចអារក្សក្នុងការបង្ក្រាបបណ្ដាលភ្លើងមេធ្មប់ស្ងប់ស្ងាត់ពេលរីបត្រាលឺហើយគេភ្ញាក់ផ្អើលខ្លាំងណាស់គេមិនចង់ជឿសោះថាមេធ្មប់ស្ងប់ស្ងាត់នៅចិត្តខ្លួនគេរថៈនេះហើយនាងនៅប្រើវេទមន្តនោះទៀតផងវេទមន្តដែរស្រស់ស្អាតរថៈនោះគេចង់មើលចិត្តម្ដងទៀតណាវេទមន្តដែរមិនចាំបាច់សូត្រមន្តគេថាបែបនោះហើយដែរនាងបង្ក្រាបបណ្ដាលភ្លើងនោះដើម្បីការពារគេទៀតផងនាងបានបន្លំខ្លួនចូលមកដើម្បីការពារយើងអីខ្ញុំមិនដែលដឹងសោះថាយើងទាំងពីរនាក់នៅចិត្តគ្នារថៈនេះមេធ្មប់ស្ងប់ស្ងាត់គេលងស្រឡាញ់ងប់ងល់ទៅលើនាងខ្លាំងណាស់នៅខាងមូនីកាវិញដល់បណ្ដាលយមបណ្ដាលរឿងវាកើតឡើងតន់ហន់អញ្ចឹងមិនតន់អស់ចំហាយសែត3ថ្ងៃក្រោយមកអេសាបែបបានប្រាប់ឯកថាថាកិច្ចផ្លូវខ្ញុំនឹងទៅរកមូនីកាឯកថាបានប្រាប់ថាអ្នកនាងមិនអាចចេញទៅបានទេព្រោះនៅពេលនេះអ្នកនាងគ្រុនព្រោះតែអេសាបែចង់ដឹងថា3ថ្ងៃកន្លងមកនេះមូនីកាត្រូវជួបរឿងអ្វីខ្លះនាងពិបាកឬអត់នាងចង់ទៅជួយបងស្រីរបស់នាងតែឯកថានឹងប្រាប់ថាមើលខ្លួនឯងផងគ្រុននឹងក្តៅឆេះយោងតែអាត្មាខ្លួនឯងមិនរួចផងចង់ទៅជួយអ្នកដទៃទៅនៅពេលនេះមានតែទៅរំខានទេប្រញាប់កេងសម្រាប់ឆាប់ជាលឿននៅខាងមូនីកាវិញនាងកំពុងតែដើរទៅរៀនដូចធម្មតាអញ្ចឹងប៉ុន្តែមុខរបស់នាងនឹងមិនរីកសោះរហូតឡាណាចូលមកប្រាប់ថាអូខេអត់ដើរលង្កោងអាវចូលគ្នាអស់ហើយនិយាយទៀតថាដូចជាអបសោកខ្លាំងណាស់ដែល KC មិននៅអញ្ចឹងហើយក៏មិនចង់ជឿសោះថានាងប្រញាប់ទៅស្រុកកំណើតរបស់នាងអញ្ចឹងតែមិនអីទេចាំសេសម្បត្តិទៅរកនាងក៏បានដែរតែមើលទៅមូនីកាវិញស្រឡះថេងហ្មងដូចអត់មានអីនៅក្នុងខ្លួនអញ្ចឹងឡាណាបានសួរមូនីកាថារើរ៉ូបដើម្បីទៅចូលរួមព្រឹត្តិការណ៍ប្រចាំសាលាហើយឬនៅមូនីកាប្រាប់ថាខ្ញុំនឹងពេលឯកសណ្ឋានសិស្សឡាណាប្រាប់ថាមិនបានទេព្រោះនាងគឺជាក្រុមប្រឹក្សានាងត្រូវស្លៀកពាក់ឆើតឆាយបន្តិចឡាណានឹងឲ្យខ្ចីរ៉ូបមូនីកាក្រែងចិត្តណាមិនមានអីសងគុណឡាណាទេតែដែរឡាណាល្អដាក់នាងមករហូតតែឡាណាប្រាប់ថាកាលយើងចាំមិត្តនឹងគ្នាមិនចាំបាច់ត្រូវសងគុណអីទេដែលខ្ញុំចូលរកមូនីកាព្រោះចង់ធ្វើចាំមិត្តរបស់មូនីកាមិនបានចង់ឲ្យមូនីកានោះមិនសងគុណទេមូនីកាប្រាប់ថាយល់ហើយអរគុណឡាណាខ្លាំងណាស់ក្រោយមកមូនីកាបានមករៀនជីសេះគ្រូបានប្រាប់សិស្សគ្រប់គ្នាឲ្យជីយឺតណាតែគ្រាន់តែសិស្សនោះឈានដើរមូនីកាធ្លាក់លើកសាបាត់គ្រាន់តែកម្រើធ្លាក់ទប់ដោយស្វាយទុំមូនីកាចង់ឆាប់ចេះជីសេះខ្លាំងណាស់ព្រោះនាងអាចនឹងបានជួប KC នៅឆាប់នេះក៏តាបានដែរពេលនោះរីបត្រាបានចូលមកនាងឆ្ងល់ដែរថាហេតុអីបានរីបត្រាមកនៅទីនេះរីបត្រាបានមករៀននាងជីសេះគេប្រាប់ឲ្យនាងចាប់ខ្សែឲ្យជាប់ហើយអង្គុយនឹងណហើយមើលទៅខាងមុខមូនីកាគិតថាមានហើយកាលយើងអង្គុយត្រង់គឺមានផលប្រយោជន៍ច្រើនណាស់តាំងពីចាប់ផ្ដើមរួមមកម្លេះវាដូចតែនាងនិយាយអញ្ចឹងរេបត្រាបានសួរទៀតថាតើនាងមានហេតុផលអ្វីឬអត់ដែលនាងមកចូលរៀនមុខវិជ្ជាសេរីបែបនេះដូចជាការជិះសេះឬលេងអុកមូនីកាប្រាប់ថានាងមានមិត្តទើបចង់ប្រាប់មិត្តម្នាក់នោះថានាងចេះជិះសេះហើយរេបត្រាប្រាប់ថាល្អដែលបានឃើញថានាងមានគោលដៅអញ្ចឹងមូនីកាបាននឹកដល់សម្ដីរបស់ឡាណាដែលប្រាប់ថាជំនិនគ្នាមិនចាំបាច់សងគុណអីទេទោះបីដូច្នេះមូនីកាក៏នៅតែចង់សងគុណគ្រប់គ្នានៅក្នុងសាលារៀនមានតែអ្នកដែលចាំជួយជ្រោមជ្រែងនាងមករហូតមិនដឹងថាត្រូវធ្វើម៉េចទើបអាចសងគុណគ្រប់គ្នាបានទេតើនាងអាចនិយាយពាក្យនោះបានឬអត់នៅថ្ងៃមួយនាងនឹងក្លាយជាមនុស្សរឹងមាំឬអត់បើអាចធ្វើបានគឺល្អខ្លាំងណាស់មកដល់វិជ្ជាលេងអុកគ្រូបានក្រាបគ្រប់គ្នាថាចាប់ផ្ដើមលេងអុកដោយដើរហ្គេមលឿនអេលៀសមិនចង់ជឿថានាងចុះឈ្មោះរៀនមុខវិជ្ជាអុកពិតមែនហើយថ្ងៃមុនដែលគេខ្សែលើនាងគេសុំទោសពិតមែនគេដើរចូលប៉មដោយតែមិនបានប្រាប់ពីច្បាប់របស់នាងមានសិទ្ធិនឹងស្ដីឲ្យគេនាងបានប្រាប់ថាវាមិនមែនជាកំហុសរបស់អេលៀសទេធ្លាប់មានមនុស្សម្នាក់ដែលនាងស្គាល់ធ្លាប់ប្រាប់ថាការដែលយើងចូលទៅលេងហើយគោរពច្បាប់ចាំស្ដាប់ការបកស្រាយពីម្ខាងទៀតហើយយើងជាអ្នកចាញ់យើងនឹងហើយគឺជាមនុស្សល្ងងអេលៀសឡើងឆ្ងល់ថាមនុស្សដែលនាងស្គាល់ម្នាក់នោះជាមនុស្សល្អពិតមែនអត់ហើយតែនាងកុំនិយាយអញ្ចឹងអីមូនីកាប្រាប់ថាវាត្រឹមត្រូវហើយព្រោះខ្ញុំរើសលេងដោយខ្លួនឯងតែអេលៀសគេមានអារម្មណ៍ខុសដដែលគេបានដើរចូលប៉មមើលងាយនាងហើយអំពានច្បាប់មូនីកាបានប្រាប់ថាសូមទោសផងវាមិនមានហេតុផលអ្វីដែលខ្ញុំត្រូវខឹងទេគេប្រាប់ថានាងចេះតែអញ្ចឹងគេនឹងចាប់ផ្ដើមលេងដោយមិនក្រែងចិត្តនាងទេនាងប្រាប់ថាអញ្ចឹងល្អហើយនាងរីករាយខ្លាំងណាស់អេលៀសបានមើលមុខរបស់មូនីកាហើយនឹកដល់អតីតកាលពេលនោះគេបានជួបរីបត្រាកាលនៅកុមារភាពហើយនាងអំរ៉ារបស់រីបត្រាកំពុងតែបង្រៀនរីបត្រាជីសេះនាងអំរ៉ាបានប្រាប់ឲ្យទ្រង់នឹងអង្គុយត្រង់ហើយមើលទៅខាងមុខហើយលៀននឹងមានអារម្មណ៍ថាឈោងគ្នានឹងរីបត្រាម្នាក់នេះណាមិនចាស់រាំហើយជីសេះមិនកើតមើលទៅដូចជាអត់មានរាសីជារីបត្រាសោះនាងអំរ៉ានឹងដូចមានជាងនាងអំរ៉ាបានប្រាប់ឲ្យទាំងពីរនាក់ចូលក្នុងភូមិគ្រឹះទៅរីបត្រាបានប្រាប់ថាសុំទោសផងដែលគេធ្វើមិនបានល្អ
ក្រោយមករាជបុត្រាយំអេលៀតបានប្រាប់ថាជារាជបុត្រាយំទៅអីជាខ្សែរាជវង្សផងគ្រាន់តែធ្វើសភើបាត់មួយក្បាលហ្នឹងនិយាយទៅគេបានឃើញដែរវាទៅជាប់លើជង់ឈើនោះសង្ស័យក្អែកពំទៅតែដឹងបើអញ្ចឹងរាជបុត្រាឡើងទៅយកវាមកឬមិនអញ្ចឹងទេឈរយំបន្តទៀតរងចាំឲ្យអ្នកបម្រើមកជួយទៅរាជបុត្រាបានសម្រេចចិត្តឡើងដើមឈើដើម្បីទៅយកសភៅទ្រង់ឡើងបណ្ដើរដោយមានអេលៀសនៅខាងក្រោមនិយាយថាតូនខ្សោយតូនជ្រាយអីយ៉ាងនេះដៃរបស់រាជបុត្រាកំពុងតែឆោងដល់សភៅហើយប៉ុន្តែមេឈើនោះបាក់ធ្វើឲ្យរាជបុត្រាធ្លាក់ចុះមកអេលៀសបានដើរមើលថាគ្រាន់តែធ្លាក់ទៅលើដើមឈើប៉ុណ្ណឹងមិនងាប់ទេប៉ុន្តែគេក៏បានសង្កេតឃើញថាមានឈើនឹងចាក់ពោះរបស់រាជបុត្រាធ្វើឲ្យមានឈាមហូរក្រោយមកឪពុកខឹងគេខ្លាំងណាស់បានវាយគេដើម្បីបញ្ជារាជយើងត្រូវតែមើលថែខ្សែរាជវង្សហើយបើយើងធ្វើខុសត្រូវសុំទោសផងឪពុករបស់គេខឹងមិនឈប់ទេរាជបុត្រាបានដើរចូលមកឲ្យប្រាប់ថាវាមិនមែនជាកំហុសរបស់អេលៀសទេគេជាអ្នកខុសព្រោះគេបានសម្រេចចិត្តទៅឡើងដើមឈើគេចង់លេងសប្បាយខុសរឿងកុំបន្ទោសអេលៀសអីទាំងដែលអេលៀសនឹងបានហាមគេហើយតែគេនៅតែរឹងរូសក្រោយមកអេលៀសនឹងបានមកលោឡាដាក់រាជបុត្រាថាការពារគេទៅអីទាំងអ្នកដែលខុសមិនមែនជាគេផងគឺជារាជបុត្រានឹងដែលជ្រើសរើសនឹងទៅឡើងដើមឈើនោះដោយខ្លួនឯងកំហុសរបស់គេគឺគេមិនចេះឡើងដើមឈើបើសិនគេចេះឡើងវានឹងមិនមានរឿងនេះកើតឡើងទេដូច្នេះវាមិនមានហេតុផលអ្វីទេដែលរាជបុត្រានោះត្រូវតែខឹងអេលៀសបានប្រាប់ថាអញ្ចឹងបើរាជបុត្រាជាពេលណាគេនឹងបង្រៀនរាជបុត្រាឡើងដើមឈើដោយខ្លួនឯងពាក្យសម្ដីរបស់ម៉ូនីកាដោយរាជបុត្រាបេះបិទរហូតពេលនេះគេយល់ហើយថាហេតុអីបានជារាជបុត្រាយកចិត្តទុកដាក់លើនាងរតននេះរីជិកបានប្រាប់ស៊ីរៀលថាគ្រូផ្ដាំមកបញ្ញាភ្លាការងាររួចរាល់ក្នុងថ្ងៃនេះស៊ីរៀលគេយល់ហើយហេរញិចដូចជាម៉ូនីកានឹងត្រឡប់មកធ្វើការនៅថ្ងៃនេះដូចគ្នាដែរគេក៏បានត្រៀមឯកសារឲ្យនាងរួចជាការស្រេចទុកឲ្យនាងអានម៉ូនីកាប្រាប់ថាខ្ញុំនឹងព្យាយាមតែម៉ូនីកានឹងដូចជាមិនសូវស្រួលខ្លួនសោះអាការៈដូចខ្វះឈាមមានអារម្មណ៍ថាដូចដេញឆ្អែតណែបានសួរនាងថាមើលទៅនាងដូចជាមិនស្រួលខ្លួនសោះនាងអូខេអត់នាងប្រាប់ថាមិនអីទេហើយទៅផ្អែកអញ្ចឹងហើយមានអារម្មណ៍ថាអញ្ចឹងនេះទន់ម៉ែហើយនៅតិចទៀតផងផ្អែកទៅឡើងស្រួលហ្មងណានៅភ្ញាក់ផ្អើលខ្លាំងណាស់ប្រាប់ថាវាមិនមែនជាអញ្ចឹងទេវាគឺជាខ្នងរបស់ស៊ីរិលម៉ូនីកាបញ្ញាប់សុំទោសគេហើយត្រៀមចិត្តត្រៀមថ្លើមនឹងត្រូវគេស្ដីឲ្យតែស៊ីរិលនឹងបានសុំទោសហើយសុំទោសរឿងថ្ងៃមុនផងរឿងថ្ងៃជញ្ជូនឈើគេជាអ្នកដែរទួខុសត្រូវរឿងឈើគេផ្លេចមើលថាខ្សែនោះចង់បានរឹតណែនល្អឬអត់តែម៉ូនីកាគឺថាវាមិនមែនជាកំហុសរបស់គេទេអ្នកដែលកាត់ខ្សែគឺជាខេស៊ីដោយសារតែអ្នកខាងក្រៅមិនដឹងទៅបានជាស៊ីរីលត្រូវទទួលខុសត្រូវរឿងគ្រប់យ៉ាងហើយថ្ងៃនេះក៏ត្រូវតែធ្វើការងាររួចតែដែលគេធ្វើការងាររបស់គេល្អមករហូតដោយគ្មានកន្លែងណាទាស់សោះគេធ្វើការងាររបស់គេល្អបំផុតហើយម៉ូនីកាយំធ្វើឲ្យស៊ីរីលហើយនឹងនឿភ្ញាក់ផ្អើលខ្លាំងណាស់ម៉ូនីកាក៏អត់អីក្នុងចិត្តរបស់ម៉ូនីកាគឺថាសុំទោសផងសុំទោសពេតមែនដែលនាងមិនអាចបើកបង្ហាញរឿងរបស់ KC បាននាងពិតជាអាត្មានិយមខ្លាំងណាស់បើសិននៅថ្ងៃនោះនាងព្រមប្រាប់អ្នកដទៃថាអ្នកដែលបោះចោលស្លឹកតែរបស់នាងគឺជា KC អាចនឹងបោះបង់គោលបំណងលួចធ្វើឃាតរាជបុត្រាក៏ថាបានដែរកំហុសនាងសុទ្ធសាធដែលនាងមិនរករឿង KC រឿងស្លឹកតែបើមិនដូច្នោះទេរឿងមិនរៀលដាលមកដល់ថ្នាក់នេះទេនាងសុំទោសពេតមែនមុននឹងហត់ឲ្យគេងលក់បាត់ធ្វើឲ្យនៅពេលយប់ឡើងស៊ីរៀលហើយនឹងនេលបានទៅតាមក្លូឌៀមកព្រោះពួកគេមិនអាចចូលទៅទីស្នាក់នៅរបស់នារីបានទេក្លូឌៀប្រាប់ថាខ្ញុំមិនមែនស្រីម្ដាទេនេលបានធ្វើទឹកមុខលងលោមហើយប្រាប់ក្លូឌៀថាមិនបានទេមែនក្លូឌៀនឹងបានផ្អែកទៅកាន់នេលហើយប្រាប់ថាបានទុកចិត្តខ្ញុំចោះខ្ញុំគឺជាមិត្តចំណិតរបស់ម៉ូនីកាបងសុំធ្វើបង្ងើយកន្តើយដល់ពេលគូនដឹងសុំចិត្តតូនលឿនណាស់រូបភាពបានកាត់ទៅកាន់មេធ្មប់ម្នាក់នាងគឺជាមេធ្មប់ព្យាករផ្កាយ Mary Howe នាងកំពុងតែមើលផ្កាយហើយក៏មើលការព្យាករពាក់ព័ន្ធនឹងរាជបុត្រាទី2ប៉ុន្តែឆ្ងល់ខ្លាំងណាស់មិនថាខេត្តខំព្យាករប៉ុណ្ណាក៏រកចម្លើយមិនឃើញហើយរឿងមេធ្មប់ introvert ក៏បានឆ្លើយត្រឹមហ្នឹងសូមអ្នកទាំងអស់គ្នារងចាំតាមដាននៅភាគបន្តសម្រាប់ថ្ងៃនេះសូមអរគុណសូមជម្រាបលា